បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះនាំបងប្អូនមកទស្សនានៅសកម្មភាពដែលយើងបានរៀបចំប្រព័ន្ធសម្រាប់ការពារសត្វក្តៀរមុនពេលដែលយើងសាងសង់គេហដ្ឋានឬក៏សាងសង់ទីកន្លែងសម្រាប់ការរស់នៅឬក៏ធ្វើអាជីវកម្មព្រោះកាលណាបើយើងអត់ចំណាយនៅក្នុងការចំណាយធនធានតិចតួចដើម្បីការពារជាមុននោះទេថ្ងៃក្រោយយើងនឹងលំបាកនោះគឺលំបាកនៅក្នុងការគ្រប់គ្រងកត្តាសត្វល្អិតចង្រៃជាពិសេសគឺសត្វល្អិតក្តៀរតែម្ដងសត្វក្តៀរនេះវាបង្កការរំខានដល់យើងច្រើននៅក្នុងការរស់នៅព្រោះនៅតំបន់ទីក្រុងចំណីសម្រាប់ក្តៀរគឺអត់មានឈើឯណាដែលស៊ីទៅអត់ប៉ះពាល់ដល់យើងទេមិនដូចនៅក្នុងព្រៃទេអញ្ចឹងភាគច្រើនចំណីរបស់វាគឺនៅក្នុងផ្ទះរបស់យើងហើយចំណីរបស់វាគឺតុកទូគ្រឿងសង្ហារិមក៏ដូចជាសម្ភារៈផ្សេងដែលយើងទុកដាក់ក្នុងផ្ទះនោះដែរអញ្ចឹងហើយបងប្អូនយើងដែលចំណាយលុយច្រើននៅក្នុងការសាងសង់គេថារៀបចំបង្កើតដេគ័ររៀបចំគ្រឿងសង្ហារិមស្អាតនៅក្នុងផ្ទះប៉ុន្តែអត់បានពិចារណាឬក៏គិតទៅលើការរៀបចំដើម្បីការពារសត្វក្តៀរទាំងអស់នោះទេនេះនិយាយការពីដើមពីសម័យមុនណាភាគច្រើនគឺអត់បានយកចិត្តទុកដាក់ឬក៏អត់ដឹងប៉ុន្តែនៅសម័យបច្ចុប្បន្ននេះខ្ញុំសង្កេតឃើញថាមនុស្សភាគច្រើនគឺគាត់បង្កើតមានគំនិតការពារហានិភ័យទៅក្នុងការរស់នៅជាពិសេសគឺការរៀបចំប្រព័ន្ធកាឌីនេះតែម្ដងហើយការរៀបចំប្រព័ន្ធកាឌីនេះគឺវាមានផលប្រយោជន៍ច្រើនទី1គឺការពារបាននៅហានិភ័យអំពីសត្វល្អិតកាឌីទី2រក្សាបាននៅសុខភាពសម្រាប់គេដ្ឋានដែលមិនចាំបាច់មានការរុះរើឬក៏ជួសជុលនៅពេលក្រោយទេទី3គឺទទួលបាននៅអារម្មណ៍មានសុវត្ថិភាពនៅក្នុងការរស់នៅប្រចាំថ្ងៃអត់ចាំបាច់ខ្វល់ខ្វាយច្រើនភ័យព្រួយខ្លាចមានសត្វល្អិតកាឌីមកយាយីយើងទេបាទទី4គឺមានការកើនឡើងនៃតម្លៃអចលនទ្រព្យព្រោះសម័យកាលកាន់តែយូរទៅផ្ទះដែលមិនបានរៀបចំប្រព័ន្ធការពារកាឌីនៅក្រោមដីហាក់បីដូចជាហួសសម័យកាលហើយផ្ទះដែលបានរៀបចំប្រព័ន្ធការពារគឺជាផ្ទះដែលគ្រប់គ្នាចង់បានអញ្ចឹងបើសិនយើងចង់លក់ដូរអីឬថារៀបចំប្រព័ន្ធកាឌីរួចគឺគេរីករាយតែម្ដងបាទដូច្នេះសម្រាប់បងប្អូនដែលនៅមានឱកាសសាងសង់គេហដ្ឋានថ្មីគួរតែពិចារណាផងដែរទៅលើការរៀបចំប្រព័ន្ធកាឌីដើម្បីធ្វើម៉េចកាត់បន្ថយនឹងហានិភ័យអំពីការយាយីពីបញ្ហាកាឌីចំពោះតម្លៃនៃការរៀបចំមិនថ្លៃជាងសម្ភារៈនៅក្នុងផ្ទះរបស់យើងទេដែលយើងអាចពិចារណាបានទៅលើបញ្ហានេះបានអរគុណបងប្អូនសម្រាប់ការទស្សនានៅវីដេអូរបស់ខ្ញុំបាទអរគុណ